បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំដែលថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាពីរបៀបនៃការផ្ញើឬក៏ផ្ទេរទិន្នន័យពី iPhone របស់យើងមកកាន់ទូរស័ព្ទដៃ Android ឬក៏ Samsung ហ្នឹងអញ្ចឹងដើម្បីធ្វើការផ្ទេរវាបានហ្នឹងគឺបងប្អូនត្រូវមានទូរស័ព្ទ iPhone មួយឬក៏ Samsung មួយដែលបងប្អូនចង់ផ្ទេរទៅហើយក្នុងហ្នឹងក្នុងការផ្ទេរគឺយើងអត់មានត្រូវការ app ជំនួយអីទេក្នុងការផ្ទេរពី iPhone ទៅ Samsung ហើយបើសិនជាបងប្អូនចង់ដឹងថាពីរបៀបផ្ទេរពី Samsung ទៅ iPhone យើងមាន app ក្នុងការជំនួយតែសម្រាប់ពី iPhone ដែលខ្ញុំបង្ហាញពី iPhone ទៅ Samsung នេះគឺយើងអត់មាន app ជំនួយទេក្នុងការ transfer ហើយដើម្បី transfer វាបានហ្នឹងគឺគ្រាន់តែបងប្អូនចូលមកគឺបងប្អូនមានខ្សែសាកបងប្អូនគឺបងប្អូនមានខ្សែសាកហ្នឹងអញ្ចឹងយើងធ្វើការ transfer បានហើយអញ្ចឹងបងប្អូនគ្រាន់តែដោតអញ្ចឹងយើងគ្រាន់តែដោតមកខាងហ្នឹងចូលទៅកាន់ទូរស័ព្ទ Samsung ឬក៏ទូរស័ព្ទ Android ដែលនេះគឺជាដូច Type C អញ្ចឹងវាអាស្រ័យទៅលើដូចបងប្អូនដែរបើសិនជា Type C មួយខាងហើយ line នេះមួយខាងក៏បានដែរតែខ្ញុំ Type C ទាំងពីរអញ្ចឹងខ្ញុំធ្វើការដោតទៅកាន់ iPhone មួយទៀតអញ្ចឹងពេលដែលខ្ញុំដោតទៅទូរស័ព្ទរបស់ខ្ញុំវាបានស្គាល់គ្នាហើយ Samsung គឺបាន load ដូច្នេះ iPhone គឺវា load សាកថ្មអញ្ចឹងអ្វីដែលបងប្អូនត្រូវចុចនឹងចុចពាក្យថា MTP half អញ្ចឹងយើងចុចទៅលើ MTP half នេះមកចុច2ដងបន្ទាប់មក iPhone របស់យើងគឺវា load ពាក្យថា allow អញ្ចឹងចុចពាក្យ allow បន្ទាប់មកយើងធ្វើការវាយនៅ password នៃទូរស័ព្ទដៃ iPhone របស់យើងណាអញ្ចឹងយើងវាយ password ហ្នឹងមកបន្ទាប់ពីយើងធ្វើការវាយហើយទូរស័ព្ទរបស់យើងគឺបានស្គាល់គ្នាហើយតែយើងឃើញថា Samsung គឺអត់ទាន់ load នៅទិន្នន័យឲ្យយើងធ្វើការទាញយកពី iPhone ហ្នឹងទេអញ្ចឹងយើងធ្វើការអូមកក្រោមមកធ្វើការ refresh មួយអញ្ចឹងបងប្អូននឹងឃើញវា load នៅ folder អញ្ចឹងបងប្អូនឧទាហរណ៍ថាខ្ញុំចង់ផ្ញើនៅរូបភាពណាមួយអញ្ចឹងឧទាហរណ៍ខ្ញុំយក folder មួយនេះអញ្ចឹងឧទាហរណ៍រូបភាពមួយនេះអញ្ចឹងខ្ញុំធ្វើការចុចសង្កត់វាឲ្យជាប់ខ្ញុំចុចសង្កត់ឲ្យជាប់ខ្ញុំចង់ផ្ញើរូប2នេះអញ្ចឹងខ្ញុំចុច tray 3នៅខាងលើតមកខ្ញុំចុចពាក្យថា copy to អញ្ចឹងខ្ញុំចុច select មកខ្ញុំយកពាក្យថាSamsung របស់យើងហ្នឹង Note 20 Ultra បន្ទាប់មកបងប្អូនធ្វើការ copy អញ្ចឹងរូបភាពហ្នឹងវាចម្លងទៅកាន់ទូរស័ព្ទដៃ Samsung របស់យើងណាអញ្ចឹងដើម្បីធ្វើការចូលឆែកមើលថាតើវាចូលឬអត់ចឹងបងប្អូនចូលទៅកាន់ photo ចឹងបងប្អូននឹងឃើញនេះរូបភាព2ហ្នឹងគឺបានចូលមកកាន់ទូរស័ព្ទដៃ Samsung របស់យើងហើយបងប្អូនអរគ្នាហើយក្នុងការបើបងប្អូនចង់ transfer ពី Samsung ទៅកាន់ iPhone បងប្អូនអាច comment នៅខាងក្រោមវីដេអូខ្ញុំនឹងធ្វើការបង្ហាញនៅវីដេអូបន្ទាប់អញ្ចឹងដោយសារប្រភេទ Samsung បើយើងចង់ transfer ទៅកាន់ប្រភេទ iPhone តើតែមានកម្មវិធីជំនួយអញ្ចឹងអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានហើយខ្ញុំនឹងជួបបងប្អូនអរគ្នានៅវីដេអូក្រោយ